ស្ដីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់សិក្សា Text Academy ហើយវីដេអូនេះដែរជាវីដេអូបង្រៀនខ្លីមួយទាក់ទងទៅនឹង Ultrasonic Sensor ហើយនៅក្នុងវីដេអូនេះដែរអ្នកទាំងអស់គ្នានឹងអាចយល់ដឹងអំពីតើអ្វីទៅជា Ultrasonic Sensor ហើយវាដំណើរការយ៉ាងម៉េចហើយនឹងជាចុងក្រោយគឺយើងនឹងអនុវត្តផ្ទាល់ជាមួយនឹង Ultrasonic នឹងផ្ទាល់តែម្ដងជាមួយនឹង Microbit ហើយ Ultrasonic ត្រូវបានគេស្គាល់ថាជាគ្រឿងអេឡិចត្រូនិកមួយដែលគេភាគច្រើនគេប្រើប្រាស់សម្រាប់វាស់ចម្ងាយពីវត្ថុមួយហើយប្រើប្រាស់ ultrasound waves ឬក៏ ultrasound ហ្នឹងហើយ ultrasonic ហ្នឹងដែរវាជាប្រភេទ active sensor មានន័យថាវាបញ្ចេញនៅ sound wave ដល់ខ្លួនឯងហើយបន្ទាប់មកគឺវានឹងចាប់យកសញ្ញាហ្នឹងត្រឡប់មកវិញនៅពេលដែលវាប៉ះនៅអង្គធាតុណាមួយឬក៏វត្ថុណាមួយហើយ ultrasonic ហ្នឹងដែរគឺវាមានជើង4ឬក៏ pin របស់វា4មាន VCC ground ហើយ trick និង echo អញ្ចឹងជើងសំខាន់របស់វាគឺ trick និង echo ហ្នឹងគឺជាជើង signal អញ្ចឹងតើដំណើរការរបស់ trick និង echo ហ្នឹងយ៉ាងដូចម្ដេចអញ្ចឹង sensor trick ហ្នឹងគឺវាបញ្ចេញនៅរលកសំឡេងដែលវាមានកម្រិត40 kHz ហើយវាជាប្រភេទ ambient noise ដែលមនុស្សយើងមិនអាចស្ដាប់ឮបានទេដោយសារតែ frequency ដែលមនុស្សយើងអាចស្ដាប់ឮវាខ្ទង់20ទៅ20 kHz ទេអញ្ចឹងបន្ទាប់ពីវាបាញ់ចេញ sound wave ហ្នឹងហើយវា echo pin ហ្នឹងមានតួនាទីអ្នកស្ដាប់ឬក៏អ្នកចាំទទួល signal ត្រឡប់មកវិញអញ្ចឹងនៅពេលដែល signal បាញ់ចេញហើយប៉ះជាមួយនឹងអង្គធាតុណាមួយវានឹងត្រឡប់មកវិញហើយ echo នឹងចាប់យក signal ហ្នឹងវិញហើយដំណើរការហ្នឹងដែរគឺយើងអាចរកជាមួយនឹងចម្ងាយរបស់វត្ថុហ្នឹងបានដែលកាប់បាញ់ជាមួយនឹង sound wave ហ្នឹងហើយដើម្បីរកចម្ងាយបានគឺគេមានរូបមន្តគេមួយគឺល្បឿននៃ ultrasound ហ្នឹងគុណជាមួយនឹងរយៈពេលហើយចែកយ៉ាង2អញ្ចឹងល្បឿនរបស់ ultrasound ឬក៏ sound wave របស់ ultrasonic ហ្នឹងគឺគេយកតម្លៃ340ម៉ែត្រក្នុង1វិនាទីស្មើនឹង34សង់ទីម៉ែត្រក្នុង1 millisecond ហើយអញ្ចឹងនៅពេលដែលវា ultrasonic ហ្នឹងវាបាញ់ចេញរលកហ្នឹងទៅប៉ះនៅ object ហ្នឹងក្នុងរយៈពេលណាមួយអញ្ចឹងគេយករយៈពេលហ្នឹងគុណជាមួយនឹងល្បឿនរលកសំឡេងហ្នឹងទៅគឺយើងនឹងឃើញរយៈចម្ងាយរបស់វាអញ្ចឹងដើម្បីឲ្យកាន់តែយល់កាន់តែច្បាស់គឺយើងនឹងធ្វើការពិសោធន៍ជាមួយនឹង ultrasonic ផ្ទាល់តែម្ដងដែលយើងប្រើប្រាស់ microbit board ដែលជាខួរក្បាលរបស់វានិង program ឲ្យវាដំណើរការហើយនេះជា pin connection គឺយើងអាច connect ultrasonic របស់យើងជាមួយនឹង microbit ហើយនឹង servo របស់យើងជាមួយនឹង microbit ដោយមើលតាម table នឹងបានហើយបើយើងកាន់តែច្បាស់គឺយើងអាចមើលតាម schematic follow តាម schematic ឬក៏ diagram ដែលខ្ញុំបានតនៅក្នុង simulator ហើយដោយសារយើងធ្វើការពិសោធន៍ជាក់ស្ដែងជាមួយនឹង ultrasonic គឺដំបូងគឺយើងត្រូវមាន microbit យើងភ្ជាប់ជាមួយនឹង extension board របស់យើងមកបន្ទាប់មកយើងនឹងត្រូវការ upload program របស់យើងនៅក្នុង microbit ហ្នឹងដើម្បីដំណើរការនៅ ultrasonic របស់យើងថាវាដំណើរការយ៉ាងដូចម្ដេចចឹងដើម្បីកាន់តែច្បាស់គឺយើងនឹងចូលទៅដល់ការ program ទៅលើ microbit ដែលប្រើប្រាស់ Microsoft CodeMaker ចឹងអ្នកទាំងអស់គ្នាគ្រាន់តែចូលទៅកាន់ browser របស់អ្នកទាំងអស់គ្នាហើយ search មើល CodeMaker ទៅយើងទៅមកយើងបង្កើត project ថ្មីមួយដាក់ឈ្មោះដូចយើងធ្វើនៅក្នុង Tinkercad Simulator ដែរហើយយើង search extension របស់ ultrasonic តោះមកយើងចាប់ block ដាក់មួយតាមអីដែលខ្ញុំបានបង្ហាញ block code នៅ slide ខាងមុខហ្នឹងគឺយើង follow តាមហ្នឹងមកគឺវានឹងដើរអញ្ចឹងមានន័យថាយើង follow ខ្សែ connector ហើយនឹង block code ហ្នឹងទៅគឺ process នៃ code របស់យើងគឺនឹងដើរអញ្ចឹងនេះជា final result របស់យើងគឺយើងធ្វើទៅលើ smart trustbin គឺមានន័យថាពេលដែលយើងនៅចិត្ត ultrasonic ហ្នឹងវានឹង open ឲ្យយើងដាក់សម្រាមចូលអញ្ចឹង project របស់យើងគឺមានតែប៉ុណ្្នឹងអរគុណនៃការតាមដានរបស់អ្នកទាំងអស់គ្នាហើយយើងនឹងជួបគ្នានៅវីដេអូក្រោយមួយទៀត